លោកជំទាវជ័យនារីអ៊ុំរាត្រីអញ្ជើញជាធិបតីនៅក្នុងកម្មវិធីដាំដើមឈើអបអសាទររុក្ខទិវា9កក្កដានៅព្រឹកថ្ងៃទី6ខែសីហានេះលោកជំទាវជ័យនារីអ៊ុំរាត្រីអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យបានអញ្ជើញជាធិបតីនៅក្នុងកម្មវិធីដាំដើមឈើដើម្បីអបអសាទររុក្ខទិវា9កក្កដាដែលប្រព្រឹត្តទៅនៅសហគមន៍ព្រៃឈើជ្រប់ថ្មីស្ថិតនៅក្នុងភូមិជ្រប់ថ្មីឃុំជប់វរីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវនួមសុផាន់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យលោកស្រីមុំពុទ្ធិដាអភិបាលរងខេត្តព្រមទាំងក្រុមការងារសមាគមនារីនិងអាជ្ញាធរដែនដីពាក់ព័ន្ធកម្មវិធីដាំដើមឈើនេះរៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ស្មារតីស្រឡាញ់និងការពារធនធានធម្មជាតិជាពិសេសធនធានព្រៃឈើព្រមទាំងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការដាំដើមឈើនិងថែរក្សាបរិស្ថានឲ្យមានភាពបៃតងនិងនិរន្តរភាពការដាំដើមឈើការរៀបចំកម្មវិធីនេះក៏ជាការចូលរួមអបអសាទររុក្ខទិវា9កក្កដាដែលជាឱកាសសំខាន់មួយនៅក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃព្រៃឈើនិងជំរុញឲ្យសាធារណជនមានការយល់ដឹងនិងចូលរួមកាន់តែសកម្មក្នុងការការពារអភិរក្សនិងស្ដារធនធានព្រៃឈើនៅក្នុងមូលដ្ឋានបាទ